សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំបង្ហាញអ្នកនរគ្នាអំពីរបៀបចុចពីរដងភ្លឺនៅលើអេក្រង់ដែលខ្ញុំបង្ហាញនៅលើទូរស័ព្ទដៃ Vivo V15 អញ្ចឹងទៅមើលអ្នកនរគ្នាមកខ្ញុំដោយយើងចុចចូលទៅក្នុង setting ហើយបន្តមកអ្នកនរគ្នា scroll ទៅលើមើលពាក្យកន្លែងនេះគឺ shortcut and accessibility បន្តមកទៀតអ្នកនរគ្នាអាចចុចចូលទៅក្នុងនឹងមកហើយអ្នកនរគ្នាមកមើលខាងលើនេះគឺពាក្យថា motion អញ្ចឹងអ្នកនរគ្នាចុចទៅក្នុងពាក្យ motion ហ្នឹងមកហើយអ្នកនរគ្នានឹងឃើញខាងលើគេគឺ auto scan out អញ្ចឹង auto scan out វាមាន3មុខងារតែខ្ញុំនឹងបង្ហាញមុខងារមួយនៅកណ្ដាលគេនេះគឺជាមុខងារមួយដែលយើងចុចពីរដងដើម្បីឲ្យភ្លឺអេក្រង់អូខេអញ្ចឹងគឺខ្ញុំធ្វើការបិទអេក្រង់អូខេបន្តមកទៀតខ្ញុំធ្វើការចុចពីរដងនៅលើអេក្រង់ដើម្បីឲ្យវាភ្លឺអញ្ចឹងនេះគឺជាមុខងារដែលយើងប្រើសម្រាប់ចុចពីរដងដើម្បីឲ្យភ្លឺអេក្រង់ពេលដែលយើងប្រើមុខងារហ្នឹងគឺយើងមិនបាច់ប្រើប៊ូតុងចុចនៅត្រង់នេះទៀតទេអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអ្នកនរគ្នាបើចូលចិត្តកុំភ្លេចចុច like comment subscribe ដល់ផងហើយបើមាន like ណាក៏ឆ្កឹងគឺសូមអ្នកនរគ្នាចុច subscribe ផងជម្រាបលាយើងនឹងជួបគ្នានៅ